សូមគោរពជំរាបសួរពុកម៉ែបងប្អូនគ្នានេះគឺជាទស្សនវិជ្ជានៅខាងរង្វង់មូលសម្ដេចព្រះបាទជ័យវរ្ម័នទី7ពីមុនណាឥឡូវគេត្រៀមផ្លាស់ប្ដូរដាក់រូបព្រះវិស្ណុគង់លើគ្រុឌវិញហើយគឺជាទស្សនវិជ្ជាមួយដែលបងប្អូនកំពុងតែចាំទទួលការនិមន្តមកដល់នៃរូបសំណាកចាស់មែនទេទៅរូបសំណាកហ្នឹងគឺជារូបសំណាកចាស់ទេអញ្ចឹងនេះសិស្សសានុសិស្សក៏ដូចជាពុកម៉ែបងប្អូនមកចាំច្រើនមែនទែនហើយសូរិយាពិតជាក្តៅខ្លាំងណាស់ពុកម៉ែបងប្អូនហើយក្តៅខ្លាំងមែនទែនក៏ប៉ុន្តែសូមសរសើរទឹកចិត្តតស៊ូបងប្អូនគឺនៅតែតស៊ូមកឈរចាំហាលក្តៅតាមទីម្លប់ក្រោមជំរកដើមឈើដើមអីចឹងទៅហើយឮថាចិត្តមកដល់ហើយបាទចិត្តមកដល់ហ្នឹងតាំងពី2ម៉ោងមុនមកដល់ស្មាននេះគឺនៅតែចិត្តមកដល់ដដែលបាទហើយមានទាំងបងប្អូនយុវវ័យហើយមានទាំងបងប្អូនខាងកាយចរិតក៏មកដែរបងប្អូនសសយកក៏មកដែរបងប្អូនវិទ្យាល័យអ្នកទីម៉ានហ្នឹងក៏មកទី12ក៏មកដែរបាទម៉ោងរៀនគូរៀនអីសូមសម្រាប់សិនហើយម៉ោងនេះបាទមកចាំទទួលព្រះអង្គនិមន្តមកដល់សិនអរគុណច្រើនបាទនេះពុកម៉ែបងប្អូនរូបសំណាកព្រះអង្គគង់លើគ្រុឌបាទបានដាក់មកដល់លើបល្ល័ង្កហើយប៉ុន្តែអត់ទាន់នេះណាពុកម៉ែបងប្អូនណាអត់ទាន់រួចរាល់ទេត្រៀមនៅត្រៀមចាក់សាបចាក់អីបន្ថែមទៀតថាចង់បញ្ជាក់ប្រាប់ថាបានមកដល់លើបល្ល័ង្កហើយឥឡូវនេះព្រះអង្គក៏ដូចជាពុកម៉ែបងប្អូនកំពុងតែបាទសូមធម៌ដែលមានសម្ដេចប៉ិនសែនបាទយាងចូលមកប្រកក្រុមនៅក្នុងពិធីយើងដូចគ្នាបាទពុកម៉ែបងប្អូនណាបាទអញ្ចឹងពិតជាគួរឲ្យជ្រះថ្លាហើយសូមឲ្យបារមីព្រះអង្គដែលនិមន្តមកកន្លែងដើមយើងនេះខ្លាញ់សត្រូវទាំងឡាយណាដែលកំពុងតែយាយីដល់ប្រទេសកម្ពុជារបស់យើងពោលគឺប្រទេសថៃនឹងតែម្ដងខ្ញុំកណាឃើញគេដង្ហែគ្រុឌដែលមានព្រះអីគេព្រះវិស្ណុជន់លើក្បាលគ្រុឌហ្នឹងលើអាហ្នឹងថ្លែងសដែលថាពួកថៃវាខ្លាចរូបសំណាក់ហ្នឹងរហូតដល់ខ្មែរយើងធ្វើរូបសំណាក់ហ្នឹងលើព្រះវិស្ណុជន់លើគ្រុឌថ្លែងសកណាតាមការពិតគឺប្រកែស័ក្តិសិទ្ធិមែនកណាលើចាប់យកស្ដេចគ្រុឌនិងព្រះវិស្ណុមកដល់សៀមរាបភ្លើងប្រទេសថៃព្យុះពេញទំហឹងបើងស្បីទេសថ្មក្បាក់នេះវាខាតបងជាអតិបរមាលើណាព្រោះវាត្រូវទំនាយបរមីប្រាសាទវាបានប្រាសាទកណាត្រូវវិហារប្រាសាទទៅមិនវាបានជីកស៊ីកណាមើលងាយខ្លាំងណាស់បើលោកតាមិនហ៊ាននិយាយអស់កណា